បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើត Gmail ដែល Gmail នេះវាសំខាន់ណាស់សម្រាប់ product Google ទាំងអស់អញ្ចឹងដើម្បីប្រើប្រាស់ product Google ទាំងអស់យើងត្រូវបង្កើត Gmail សិនបាទអញ្ចឹងដំបូងយើងត្រូវចូលទៅក្នុង Chrome នេះមួយបាទចូលមកហើយយើងយកចំណុចនេះបាទចំណុចមាន9ចំណុចនេះចូលទៅនឹងមកបន្ទាប់មកយើងយកពាក្យថា Gmail នេះបាទ Gmail នេះចុចមកបាទនឹងឲ្យដាក់ឧទាហរណ៍បើសិនបើយើងមាន Gmail ចាស់យើងដាក់មកប៉ុន្តែបើសិនជាយើងមិនមានទេយើងត្រូវបង្កើតថ្មីបាទបង្កើតថ្មីងាយបាទនេះយើងចូលទៅកន្លែងនេះ create account នេះមកហើយយើងជ្រើសមើលតើយើងបង្កើតក្នុងគោលបំណងអីបាទអញ្ចឹងបើសិនជាយើងបង្កើតជា personal យើងយក personal នេះមកកើតឲ្យកូនក្មេងឬក៏កូនយើងនេះហើយបើ business យើងប្រើនេះអញ្ចឹងយើងយក personal មកបាទអញ្ចឹងយើងដាក់ឈ្មោះយើងមកបាទយើងសេអង់គ្លេសមកបាទគឹមបាទចឹងមកហើយយើង next បន្តបាទអញ្ចឹងគេកំណត់ឲ្យយើងថ្ងៃខែបាទថ្ងៃខែធ្វើម៉េចឲ្យគ្រប់18ឆ្នាំអញ្ចឹងយើងដាក់ម៉ាស៊ីនមកឧទាហរណ៍ទេបាទ2003ហើយយើងរើសភេទបាទប្រុសឬក៏ស្រីឬក៏យើងជ្រើសរើសមិននិយាយបាទយើងអាចដាក់បានអញ្ចឹងយើងបង្កើត Gmail មួយមកយើងសរសេរឈ្មោះរបស់យើងបាទយើងដាក់មិញបាទគឹមបាទអញ្ចឹងយើងដាក់សាកល្បងមើលតើគេឲ្យអត់ឲ្យទេអញ្ចឹងគេឲ្យយើងឧទាហរណ៍នេះបានបាទយកឧទាហរណ៍នេះក៏បានឬក៏បង្កើតខ្លួនឯងក៏បានបាទដាក់ថ្ងៃខែយើងមិញទៅបាទស្រួលចាំបាទយើងមើលឲ្យអត់បាទអត់ទៀតបាទអត់ទៀតយើងត្រូវរកកន្លែងណាមួយបាទអញ្ចឹងយើងដាក់ដក clear មួយចុចណាយើងដាក់ចុចមួយមកចុចចេះមួយមកសាកទៀតអត់បានទៀតបាទនេះអញ្ចឹងយើងយកនេះតែបើយើងបង្កើតខ្លួនឯងយើងព្យាយាមដាក់លេខទៅបាទដាក់លេខកាន់តែច្រើនកាន់តែបានបាទអញ្ចឹងយើងដាក់អញ្ចឹងណាប៉ុន្តែឥឡូវខ្ញុំជ្រើសនេះចោះលឿនបាទនេះស្តៀងដែរយើងយកហ្នឹងមកបាទជ្រើសអញ្ចឹងទៅហើយយើងចុចទៅ next ទៅបាទហើយយើងដាក់ password មកបាទចំណុច password នេះគឺយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យដូចគ្នាបាទអញ្ចឹងយើងសរសេរមកបាទខ្ញុំសូមអត់បង្ហាញទេតែយើងសរសេរយ៉ាងម៉េចឲ្យចាំខ្លួនយើងបាទខាងក្រោមនេះគឺដូចគ្នាបន្តមកយើងយកពាក្យ next មកបាទនេះត្រូវគ្នាហើយ next ទៅយើងដាក់លេខទូរស័ព្ទដាក់លេខទូរស័ព្ទរបស់យើងមកលេខទូរស័ព្ទដែលប្រើនៅក្នុងទូរស័ព្ទដៃបាទហើយគេផ្ញើសារបានបាទអញ្ចឹងយើងដាក់0ក៏បានមិនដាក់0ក៏បានចាយើងដាក់មកមិនទៅបាទអញ្ចឹងគេនឹងផ្ញើលេខកូដមកទូរស័ព្ទរបស់យើងអញ្ចឹងទូរស័ព្ទដៃយើងនៅណាគេផ្ញើមកហ្នឹងហើយអញ្ចឹងយើងយកលេខកូដហ្នឹងមកពីក្នុងទូរស័ព្ទដៃយើងណាហើយយើងចុចទៅបាទអញ្ចឹងនេះពាក់ព័ន្ធជាមួយនឹងករណីបើយើងភ្លេច email ឬក៏ភ្លេចអីផ្សេងយើងអាចដាក់ email មួយទៀតដែលយើងមានយើងដាក់ទៅដើម្បីឲ្យពេលដែលយើងភ្លេច password គឺគេផ្ញើមកលេខកូដផ្ញើអីហ្នឹងមក Gmail ហ្នឹងតែឥឡូវយើងមិនបាច់ទេយើង skip ទៅបាទនេះកើតហើយបាទនេះគឹមថនបាទ
ចឹងយើងចុចមកអូសពីលើចុះមកក្រោមមកបាទនឹងឃើញពាក្យថា I agree បាទដាក់ចឹងមកហើយយើងចុចបន្តទៀតមករងចាំវាបន្តិចទៅវាកំពុងតែដើរបាទអញ្ចឹងចូលហើយនេះបាទនេះយើងបង្កើតមិញហ្នឹងគឺយើងចូលហើយ Gmail របស់យើងនេះបាទអញ្ចឹងយើងយក dismiss ចុចមកហើយយើងចង់ upgrade save auto ក៏បានយើងមិនចង់ក៏បានអញ្ចឹងយើង no save មកបាទប៉ុណ្ណឹងបាទអញ្ចឹងរបៀបបង្កើត Gmail ថ្មីងាយស្រួលបាទងាយស្រួលសម្រាប់យើងដោយមិនចាំបាច់ហត់ទៅរកអ្នកណាគេបង្កើតខ្លួននេះទេអញ្ចឹងយើងបង្កើតខ្លួនឯងទៅបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹង